បងប្អូនទាំងអស់គ្នាចង់ចេះកាប់ផ្លែត្នោតដូចខ្ញុំអញ្ចឹងអត់បើចង់ចេះបងប្អូនទាំងអស់គ្នាមើលវីដេអូនេះដល់ចប់បងប្អូននឹងចេះកាប់ដូចខ្ញុំដែរតោះឥឡូវទៅតាមដានមើលការកាប់ផ្លែត្នោតរបស់ខ្ញុំនេះទាំងអស់គ្នាតែមុននឹងចូលដល់ការរៀបរាប់បញ្យល់ប្រាប់ឲ្យបងប្អូនចេះកាប់នេះបងប្អូនជួយ like ជួយ share វីដេអូរបស់ខ្ញុំម្នាក់មួយផងបងប្អូនខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យបានច្រើនដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាទាំងអស់គ្នាពីដំបូងហ្នឹងបងប្អូនត្រូវរកផ្លែត្នោតណាដែលខ្ចីល្មមវាមិនខ្ចីពេកហើយក៏មិនចាស់ពេកនិយាយរួមទៅប្រហែលខ្ញុំបង្ហាញនឹងបងប្អូនហើយបងប្អូនត្រូវមើលកន្លែងណាដែលពកហ្នឹងគឺសាច់វាគឺនៅកន្លែងហ្នឹងហើយបងប្អូនហើយកាប់វាខាងគូតវាហ្នឹងឲ្យរាងខ្លាំងបន្តិចហើយបងប្អូនកាប់គៀនឲ្យបកដូចខ្ញុំអញ្ចឹងបងប្អូនព្រោះអីផ្លែត្នោតនេះចំណុចខ្សោយវាគឺនៅកន្លែងខាងគូតវាបងប្អូនកាលណាដែលយើងកាប់ដាច់អាកន្លែងចំណុចដែលរឹងហ្នឹងទៅយើងងាយស្រួលបកឲ្យបងប្អូនហើយមួយទៀតបងប្អូនត្រូវរកកំបិតណាដែលរាងមុតទើបងាយស្រួលនៅក្នុងការកាប់ប៉ុន្តែបងប្អូនសូមប្រុងប្រយ័ត្នពេលកាប់ផងព្រោះអីកាលណាតែកវិតមុតខ្លាចបងប្អូនជ្រុលដៃអីជួនកាលអាចនឹងមុតដៃតែនេះខ្ញុំគ្រាន់តែប្រាប់បងប្អូនឲ្យប្រយ័ត្នទេតាមពិតទៅខ្ញុំកាប់អត់ដែរឃើញមុតដៃទេបងប្អូនហើយបងប្អូនមើលវីដេអូរបស់ខ្ញុំនឹងទៅកាប់តាមវីដេអូដែលខ្ញុំបានបង្ហាញហ្នឹងទៅបងប្អូននឹងបានសាច់ត្នោតល្អហូបវាងាយស្រួលណាដល់ពេលយើងកាប់អញ្ចឹងទៅយើងងាយស្រួលនៅក្នុងការហូបចង់បានយកទៅធ្វើបង្អែមក៏បានឬមួយក៏យើងហូបធម្មតាក៏បានដែរហើយសម្រាប់ផ្លែត្នោតនេះវាមានច្រើនប្រភេទបងប្អូនវាមាន1គ្រាប់2គ្រាប់3គ្រាប់4គ្រាប់ហើយសម្រាប់5គ្រាប់អត់មានទេបងប្អូនវាកម្រទោះបីជាមានក៏វាកម្រដែរហើយផ្លែត្នោតដែលខ្ញុំកាន់នេះគឺតែ2គ្រាប់ទេហើយចំណុចផ្លែត្នោតដែលវានៅគឺកន្លែងដែលខ្ញុំគោះប្រាប់នឹងបងប្អូនគឺវានៅចំណុចហ្នឹងបើបងប្អូនអត់ចេះមើលពីកន្លែងដែលសាច់វានៅទេក៏ពិបាកកាប់ដែរហើយខ្ញុំនៅលើដើមត្នោតអញ្ចឹងរៀងពិបាកកាប់បងប្អូនដោយសារខ្ញុំដាក់កាមេរ៉ានៅពីលើអញ្ចឹងខ្ញុំអត់ហ៊ានយាកវិតខ្លាំងកាលណាយាកវិតខ្លាំងនេះខ្លាចប៉ះចំកាមេរ៉ាហើយសម្រាប់វីដេអូមួយនេះដែរខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានយល់ពីការកាប់ផ្លែត្នោតនេះទោះបីជាមិនបានយល់ច្បាស់ខ្លាំងអីយ៉ាងហោចណាស់ក៏យើងបានដឹងខ្លះដែរវាប្រសើរជាងយើងអត់ធ្លាប់ដឹងសោះណាហើយគ្រាប់ត្នោតនេះល្អណាស់បងប្អូនហើយនេះខ្ញុំឃើញតំណងពេកក៏ហូប1គ្រាប់2គ្រាប់នៅលើដើមត្នោតនឹងដែរបងប្អូនតែខ្ញុំអត់ហ៊ានហូបច្រើនទេដោយសារតែកាលណាតែហូបច្រើនពេកខ្លាចតែចុកពោះទៅឡើងត្នោតលែងកើតតែអានេះពោះខ្ញុំទេបើពោះអ្នកផ្សេងហូបចង់4 10 20គ្រាប់ក៏អត់អីដែរប៉ុន្តែបើសិនជាបងប្អូនហូបចិត្តសបកឲ្យស្អាតចាំហូបបងប្អូនកាលណាហូបទាំងសបកវាចុកពោះផ្លែត្នោតហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនចាំជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយទៀត